នៅតាមផ្លូវទៅបន្ទប់ជួលរបស់ខ្ញុំមានខ្មោចកូនក្មេងប្រុសៗពីរនាក់ឡងសាហាវខ្លាំងមែនទែនដំបូងខ្ញុំគិតថាអ្វីដែលគេនិយាយហ្នឹងណាវាគ្រាន់តែជាពាក្យសរចាមអារាមដែលគេបន្លាចគ្នាទេប៉ុន្តែនៅពេលដែលខ្ញុំបានជួបខ្លួនឯងផ្ទាល់ទើបខ្ញុំដឹងថាអ្វីដែលគេនិយាយហ្នឹងណាវាគឺជាការពិតហើយវាពិតជាគួរឲ្យខ្លាចខ្លាំងណាស់ចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកហ្នឹងគាត់មានឈ្មោះថាបងថែនប្រាប់ថារឿងរ៉ាវព្រឺក្បាលមួយនេះវាកើតឡើងកាលពីឆ្នាំ2018ពេលដែលគាត់ដូរបន្ទប់ជួលទៅជិតកន្លែងធ្វើការរបស់គាត់នឹងឯងហើយបន្ទប់ជួលដែលគាត់ជួលស្នាក់នៅហ្នឹងណាគឺគាត់រស់នៅគ្នា3នាក់ជាមួយនឹងពួកម៉ាក់របស់គាត់ស្ថានភាពបន្ទប់គឺអត់មានជាបញ្ហាអីទេទាំងអស់គ្នាអត់មានរឿងរ៉ាវខ្មោចលងអត់មានអីទេគាត់រស់នៅបន្ទប់ជួលមួយហ្នឹង2អាទិត្យហើយអត់ដែលកើតរឿងរ៉ាវអីសោះប៉ុន្តែរឿងរ៉ាវដែលកើតឡើងលើគាត់ហ្នឹងគឺវាកើតឡើងនៅតាមផ្លូវដែលចេញពីបន្ទប់របស់គាត់ឡើងទៅផ្លូវធំនឹងឯងដោយសារតែអាផ្លូវទៅបន្ទប់ជួលរបស់គាត់ហ្នឹងវាគឺជាប្រភេទផ្លូវឌឿងហែមដែលស្ងាត់ខ្លាំងមែនតើនៅពេលថ្ងៃគឺមានគេលក់បាយលក់បបរអីធម្មតាទេប៉ុន្តែចាប់ពីម៉ោង8យប់ឡើងទៅនៅតាមផ្លូវហ្នឹងគឺវាស្ងាត់ហើយនៅតាមផ្ទះគេមួយគឺអត់មានផ្ទះណាបើកភ្លើងទេទាំងអស់គ្នាគេបើកតែភ្លើងនៅក្នុងផ្ទះរបស់គេទេនៅខាងក្រៅគឺអត់សោះហើយទាំងអស់គ្នាដឹងស្រាប់ហើយតាមផ្លូវឌឿងហែមគឺវាតូចចៀតប្រហែលជាខ្ទង់3ម៉ែត្រអីនឹងឯងហើយតាមផ្លូវគឺវាស្ងាត់ជ្រាបហើយពេលយប់អីទៀតទាំងអស់គ្នាគឺដឹងហើយថាវាគួរឲ្យព្រឺក្បាលខ្លាំងកម្រិតណាហើយគាត់ថានៅអាកន្លែងតាមផ្លូវឌឿងហែមហ្នឹងផ្ទះខ្លះគឺត្រូវបានគេទុកចោលហើយផ្ទះរបស់គេហ្នឹងអាកន្លែងទ្វារហ្នឹងទាំងអស់គ្នាគឺគេធ្វើទ្វារកញ្ចក់ទេអញ្ចឹងគាត់អាចមើលធ្លុះទៅខាងក្នុងបានបើមិនជាទ្វារកញ្ចក់ហ្នឹងអត់មានដាក់វាងនដាក់អីចឹងទៅអញ្ចឹងពេលដែលគាត់ទៅរស់នៅនឹងបានពីអាទិត្យដំបូងគឺគាត់ជិះម៉ូតូទៅធ្វើការធម្មតាទេប៉ុន្តែដោយសារគាត់គិតថាចេះបន្ទប់ជួលរបស់គាត់ក៏នៅជិតកន្លែងធ្វើការហ្នឹងដែរដើរយ៉ាងហោចណាស់ត្រឹមតែកន្លះគីឡូទេដល់កន្លែងធ្វើការហើយអញ្ចឹងគាត់ក៏បដូរលេងជិះម៉ូតូហើយព្រោះតែគាត់គិតថាខ្លួនឯងហ្នឹងចេញពីធ្វើការខ្ទង់ម៉ោង12 10យប់អីដែរអញ្ចឹងពេលយប់ស្ងាត់បើមិនជាគាត់ជិះម៉ូតូទៅអាចនឹងទៅគេប្លន់គេអីចឹងទៅតែបើមិនជាគាត់ដើរទៅគឺវាងាយស្រួលជាងនឹងឯងទាំងអស់គ្នាអញ្ចឹងគាត់ក៏ចាប់ផ្ដើមដូរ plan ពីការជិះម៉ូតូទៅជាការដើរវិញនឹងឯងទាំងអស់គ្នាអញ្ចឹងគាត់ថាចាប់ផ្ដើមដើរនៅពេលថ្ងៃដំបូងគាត់ទៅធ្វើការដូចរាល់ដងអញ្ចឹងគឺខ្ទង់ម៉ោងប្រហែលជាខ្ទង់ម៉ោង1ថ្ងៃទៅធ្វើការធ្វើអីចឹងទៅហើយគាត់មិនសូវបាននិយាយជាមួយអ្នកនឹងម្ដងហ្នឹងទេទាំងអស់គ្នាដោយសារតែគាត់ដើរស្គាល់គេហើយបើមិនជាគាត់ជិះម៉ូតូផងគឺជិះហួសទៅហួសមកបានស៊ុនអត់បានអីទេប៉ុន្តែហើយនៅពេលថ្ងៃនេះពេលគាត់ដើរធ្វើការហ្នឹងគាត់បាននិយាយមួយគេដែរដើរធ្វើការធ្វើអញ្ចឹងទៅតតែម៉ោងបាន10យប់បានគាត់ដើរត្រឡប់មកវិញគាត់ចាំច្បាស់មែនតើអ្នកគ្នាពេលដែលគាត់ដើរត្រឡប់មកវិញហ្នឹងណាដើរតាមផ្លូវជាតិគឺមានឡានមានម៉ូតូបើកធម្មតាទេហើយនៅតាមផ្លូវក៏មានភ្លើងនៅតាមបកគោលអីធម្មតាដែរប៉ុន្តែគាត់ទៅដល់ផ្លូវកាច់ដែលត្រូវចូលតាមផ្លូវឌឿងហែមហ្នឹងដើរទៅបន្ទប់របស់គាត់ទាំងអស់គ្នាគឺផ្លូវចាប់តាមល្ងឹតហ្មងមានភ្លើងចាំងពីបន្ទប់ចាំងពីផ្ទះរបស់គេនៅសងខាងតិចទេហើយតាមនោះគឺវាស្ងាត់ជ្រាបអត់មានពីណាគេជិះម៉ូតូជិះអីសោះគឺមានតែគាត់ដើរម្នាក់ឯងគាត់ក៏ដើរបន្តទៅបន្ទប់របស់គាត់ដោយសារតែបន្ទប់របស់គាត់នឹងនៅឆ្ងាយពីផ្លូវជាតិធំនឹងប្រហែលជាខ្ទង់100ម៉ែត្រអីទេគាត់ក៏ដើរនៅពេលដែលគាត់ដើរចឹងទាំងអស់គ្នាគាត់ស្រាប់តែឮសំឡេងឆ្កែលូតិចលូអត់ដឹងលូមកពីកន្លែងណាគាត់ព្យាយាមរកដែរប៉ុន្តែរកឃើញទេអញ្ចឹងគាត់ព្យាយាមធ្វើធម្មតាទៅដោយសារណាមួយទៀតគាត់ក៏មិនបានជឿទៅលើរឿងខ្មោចរឿងអីដែរពេលហ្នឹងគាត់អស់កម្លាំងខ្លាំងស្រាប់គាត់ត្រូវធ្វើការហត់ពីផងអញ្ចឹងណាអញ្ចឹងបោះទៅដល់បន្ទប់ដឹងទៅដួលខ្លួនដេកអញ្ចឹងទៅពេលដើរបន្តទៅក៏ដើរកាត់ផ្ទះមួយទាំងអស់គ្នាដើរកាត់ផ្ទះមួយហ្នឹងគឺគេធ្វើកញ្ចក់វាថាកញ្ចក់ហ្នឹងគឺទ្វារបើកបិទអញ្ចឹងណាអញ្ចឹងគាត់អាចមើលធ្លុះទៅខាងក្នុងបានគ្រាន់តែដូចនិយាយអញ្ចឹងពេលថ្ងៃក៏បានចាប់អារម្មណ៍ស្រឡឹងមើលផ្ទះហ្នឹងទេគាត់ដើរសុកនេះក៏ស្រាប់តែឃើញក្មេងពីរនាក់រត់ចេញពីក្នុងផ្ទះហ្នឹងមករត់បន្លាយគ្នាទាំងអស់គ្នារត់កាត់មុខគាត់ពេលហ្នឹងគាត់ដើរនៅឆ្ងាយពីក្មេងហ្នឹងប្រហែលជាខ្ទង់10ម៉ែត្រអីហ្នឹងឯងគ្នារត់មកហើយរបៀបថាបន្លាយគ្នាសើចក៏ពេញផ្លូវទាំងតែកន្លែងហ្នឹងគឺបិទភ្លើងល្ងឹតហើយមិនសមណាមានកូនក្មេងវារត់លេងអស់បាន10យប់អីអញ្ចឹងណាគឺរត់សើចក៏ក្អឹកស្អីអញ្ចឹងទៅគាត់ក៏ដើរទៅដល់មុខផ្ទះហ្នឹងដើរទៅជិតដល់ក្មេងហ្នឹងហ្មងទាំងអស់គ្នាក្មេងពីរហ្នឹងឈប់ស្កប់នៅស្ងៀមអញ្ចឹងគាត់ក៏ទាញទូរស័ព្ទមកបើក flash ទូរស័ព្ទដើរប្រឆាំងចែកដោយសារផ្លូវនោះវាស្ងាត់ណាបើក flash មកអញ្ចឹងក្មេងពីរហ្នឹងឈប់ស្កប់ស្ងៀមដូចចុចតេឡេបជាអញ្ចឹងបងប្អូនគឺឈប់ស្ងៀមចែកប៉ុន្តែភ្នែករបស់វាតាមមើលគាត់ភ្នែករបស់វាបងប្អូនគឺរបៀបថាអង្វង់ភ្លេចគឺខ្មៅហើយខ្លួនប្រាណរបស់ក្មេងហ្នឹងគឺរបៀបថាខ្មៅសកមណាពាក់ខោខ្លីដូចខោកូនក្មេងពាក់តរៀនបងប្អូនខោខ្លីពណ៌ខ្មៅហ្នឹងហើយភ្នែកវាតាមមើលចែកតាមមើលគាត់អញ្ចឹងណាអញ្ចឹងបងថែទៅពេលគាត់ដើរដល់ក្មេងហ្នឹងគាត់ក៏ប្រចាំងទូរស័ព្ទរបស់គាត់ប្រចាំងទៅលើមុខក្មេងពីរនាក់ហ្នឹងក្មេងពីរនាក់នៅតាមសន្លឹងមើលគាត់ដដែលមើលគាត់ឲ្យថ្មឹងវាអត់បង្ហាញអារម្មណ៍ទាំងអស់មកគាត់គឺថ្មឹងនឹងឯងអញ្ចឹងគាត់ក៏មើលហើយអញ្ចឹងគាត់ក៏ដក flash ទូរស័ព្ទពីមុខកូនក្មេងហ្នឹងប្រចាំងទៅតាមផ្លូវវិញដើរហួសទៅពេលដែលគាត់ដើរហួសទៅគាត់ងាកមកក្រោយហ្នឹងក្មេងពីរនាក់ហ្នឹងក៏បាត់ទៅឆឹងហ្មងអញ្ចឹងពេលដែលគាត់ឃើញក្មេងបាត់ទៅឆឹងអញ្ចឹងគាត់ក៏គិតថាប្រហែលជាវាចូលក្នុងផ្ទះហ្នឹងបាត់ហើយគាត់ក៏មិនបាច់ចាប់អារម្មណ៍ដែរគាត់ក៏ដើរទៅបន្ទប់របស់គាត់ដើរទៅដល់បន្ទប់គាត់វិញដល់បន្ទប់ភ្លាមពួកម៉ាក់របស់គាត់កំពុងតែនិយាយទូរស័ព្ទមួយសងសាទេម្នាក់និយាយទូរស័ព្ទទៅចុច laptop អញ្ចឹងណាគាត់ចូលមកដល់គាត់នឹងក៏លូប្រាប់គ្នាគាត់ថាចេះអញឆ្ងល់ក្មេងពីរនាក់នោះវាតាមមើលអញរហូត
វាគាត់និយាយចឹងតែពួកម៉ាក់គាត់មានគេចាប់អារម្មណ៍ឯងម្នាក់កំពុងចុចទូរស័ព្ទម្នាក់ទៀតកំពុងចុច laptop ចុចអីចឹងណាអញ្ចឹងក៏គាត់នឹងមិនបាននិយាយបន្តទៀតដែរមួយទឹកដោកៅទៅគេចាប់ដើមចូលដេកនឹងឯងចូលដល់យប់ទី2ទាំងអស់គ្នាយប់ទី2គាត់ដើរកាត់បន្ទប់នឹងទៀតពេលដែលគាត់ដើរមកនេះទាំងអស់គ្នាគឺស្ថានភាពដូចយប់ទី1អញ្ចឹងគឺតាមផ្លូវគឺស្ងាត់ជ្រាបស្ងាត់ជាងងហ្មងអត់មានម៉ូតូអត់មានណាបើកកាត់តាមផ្លូវនឹងទេគឺមានតែគាត់ដើរតែឯងគាត់ហើយគឺទៅតាមផ្ទះមួយគឺបាត់ភ្លើងដេកអស់លេងហើយគឺគាត់ដើរអញ្ចឹងទៅគាត់ក៏ទាញទូរស័ព្ទគាត់ដាក់ flash ដើរបន្តដើរមកដល់ផ្ទះមួយហ្នឹងក៏ស្រាប់តែឃើញក្មេង2នាក់ហ្នឹងរត់ចូលទៅក្នុងផ្ទះវិញរត់ចូលទៅក្នុងផ្ទះវិញមកអ្នកគ្នាហើយនៅពេលរត់ចូលក្នុងផ្ទះវិញគាត់នឹងក៏បានចាប់អារម្មណ៍ដែរដើររហូតទៅដល់ជិតផ្ទះហ្នឹងហ្មងក៏ងាកទៅស្រឡឹងឃើញក្មេង2នាក់ហ្នឹងអ្នកគ្នាវាឈរតោងជាមួយនឹងទ្វារកញ្ចក់មើលគាត់ពីខាងក្នុងមកវាឈរតោងពីទ្វារកញ្ចក់ហ្នឹងហ្មងអ្នកគ្នាគឺមើលស្រឡឹងមើលគាត់ចេះអញ្ចឹងគាត់ងាកស្រឡឹងទៅវិញងាកស្រឡឹងវិញគាត់ចូលជាប់ចង្កេះមើលចេះហើយប្រចាំ flash ទូរស័ព្ទទៅក្មេង2នាក់ហ្នឹងក្មេង2នាក់ហ្នឹងគាត់តែពីមើលគាត់ហើយមុខមាត់ហើយនឹងអាការស្លៀកពាក់របស់វាគឺដូចយប់ទី1អញ្ចឹងអ្នកគ្នាពាក់ខោខ្លីខោសាស្លាហ្នឹងណាហើយរូបរាងក្មេងៗនេះគឺខ្មៅស្គាល់នឹងឯងប៉ុន្តែម្ដងនេះវាឈរនៅក្នុងផ្ទះគាត់មិនបានសង្កេតដល់ទេដឹងត្រឹមតាវានឹងគឺដោះអាវដដែលទាំងគ្នាហើយភ្នែករបស់វាគឺខ្មៅដកចេះហើយមុខរបស់វាគឺដាក់ជាប់មួយកញ្ចក់ហ្នឹងហ្មងមើលមកចេះមើលមកចិត្តអញ្ចឹងហ្មងអញ្ចឹងគាត់ក៏ប្រចាំទូរស័ព្ទដែរគាត់ចូលចិត្តចង្កេះមើលចង់ដឹងថាក្មេងនោះវាធ្វើអីទៀតវាមើលអីទៀតវាខ្លាចគាត់អត់ទេគឺវានៅតែពីមើលគាត់អញ្ចឹងតែគាត់ក៏ធ្វើជាហេវាប្រឡាត់ខ្មោចគាត់ថានោះហើយគាត់របៀបប្រឡាត់ខ្មោចក្មេងពាក់ហ្នឹងប៉ុន្តែវាអត់បង្ហាញអារម្មណ៍អីសោះគឺវាក៏ទៅពីមើលគាត់អញ្ចឹងទាំងគ្នាមើលគាត់ឲ្យអត់និយាយទាំងអស់ហើយក៏អត់បង្ហាញអីដែរសូម្បីតែមុខគ្នាវាក៏វាមើលដែរវាក៏ទៅពីមើលគាត់ទាំងឯងទាំងគ្នាខ្ញុំភ្លេចបញ្ជាក់ក្មេង2នាក់ហ្នឹងមានអាយុមើលទៅប្រហែលជាខ្ទង់មួយអាយុ8ឆ្នាំមួយទៅអាយុ7ឆ្នាំអាយុរបៀបថាមិនច្រើនជាងគ្នាប្រហែលនេះក្មេងតូចៗនឹងឯងអញ្ចឹងនៅពេលដែលក្មេង2នាក់ហ្នឹងអត់ព្រមបង្ហាញកាយសោះគាត់នឹងក៏រៀងឆ្ងល់វាក៏ដើរបន្តទៅបន្ទប់របស់គាត់វិញដើរទៅដល់បន្ទប់របស់គាត់ហ្នឹងក៏ឃើញតែមិត្តភក្តិរបស់គាត់ម្នាក់ទេតែកំពុងតែនិយាយទូរស័ព្ទមួយសងសាអញ្ចឹងគាត់នឹងក៏ល្អូម្ដងទៀតថាចេះអើយអញឆ្ងល់ក្មេងពីហ្នឹងគាត់ទៅមើលអញចម្លែកហើយគាត់និយាយថាចេះធម្មតានៅពេលដែលក្មេងមើលយើងហើយអត់និយាយអីចឹងគាត់ថាយើងស្អាតហើយតោះក្មេងតោះតាមមនុស្សស្អាតមិនវាមើលឲ្យអត់យំរបៀបគាត់គិតអញ្ចឹងគាត់និយាយលេងជាមួយគ្នាគាត់អីចឹងណាគ្នាគាត់ក៏មិនបានចាប់អារម្មណ៍អីដែរនិយាយទូរស័ព្ទតទៀតចឹងទៅគាត់ក៏មួយទឹកដោករួចក៏ចូលដេកនឹងឯងចូលដល់យប់ទី3ទាំងអស់គ្នាយប់ទី3ហ្នឹងគឺជាយប់ដែលគាត់បានជួបរឿងរន្ធត់ខ្លាំងមែនតើហើយគាត់នឹកស្មានទេពីយប់កន្លងមកហ្នឹងគឺគាត់និយាយមួយខ្មោចគាត់នឹកស្មានសោះមកទាំងគ្នាគឺដូចរាល់ដងអញ្ចឹងប៉ុន្តែម្ដងហ្នឹងគាត់មិនចេញពីធ្វើការម៉ោង10យប់ទេណាគឺម៉ោង2 10យប់ដោយសារគាត់ត្រូវថែមម៉ោងថែមអីចឹងណាគាត់ដើរមកទាំងគ្នាមិត្តភក្តិរបស់គាត់នៅធ្វើការជាមួយនឹងគឺគេបើកម៉ូតូជូនគាត់មកប៉ុន្តែគាត់ឲ្យគេនឹងឈប់ត្រឹមកន្លែងផ្លូវអាកន្លែងផ្លូវជាតិធំខាងមុខហ្នឹងហើយគេទៅចាស់ដោយសារតែវាយប់ជ្រៅដែរហើយគាត់ដើរចូលមកខ្លួនឯងបានគាត់ដើរចូលមកទាំងគ្នាគាត់ថាពេលហ្នឹងគាត់ចាប់បានព្រឺសបល់ចម្លែកឮសលេងឆ្កែលូហ្មងលូអស់ពីផ្ទះមួយចូលផ្ទះមួយហើយគាត់ត្រូវដើរចូលទាំងគ្នាហើយដឹងស្រាប់ស្ថានភាពផ្លូវដឿងហែងនៅពេលយប់វាគួរឲ្យខ្លាចកម្រិតណាស់វាល្ងឹតស្លុបហើយទៅតែម៉ោង2 10ទៀតនៅតាមផ្លូវគេបិទភ្លើងដេកអស់លេងហើយស្ងាត់ជ្រាបហ្មងណាសំណាងដែលគាត់បើកទូរស័ព្ទបើក flash ហ្នឹងដើរទៅបានគាត់ហ៊ានដើរទៅបើមិនឲ្យគាត់ដើរទៅតែឯងអត់មាន flash ទូរស័ព្ទល្ងឹតស្លុបចឹងគាត់ហ៊ានដើរទៅទេគាត់មិនខ្លាចខ្មោចខ្លាចអីទេទាំងគ្នាខ្លាចមនុស្សខ្លាចអីអញ្ចឹងណាគាត់ដើរទៅបន្តពឹបក៏គាត់ហ្នឹងដើរទៅដល់ផ្ទះមួយហ្នឹងទៀតទាំងគ្នាដើរដល់ផ្ទះមួយហ្នឹងក៏ឃើញក្មេងពីរហ្នឹងរត់ចេញពីក្នុងផ្ទះភ្លាមវាវាក់ជាមួយគាត់វាឈប់ស្ងៀមចេះហើយមើលមកគាត់អញ្ចឹងណាអញ្ចឹងគាត់ឈរមើលវិញហើយគាត់ថាម៉េចមើលអាន3យប់ហើយម៉េចចង់និយាយអីមើលអាន3យប់ហ្នឹងចង់និយាយអីមែនកើតអីមែនគាត់សួរនឹងក្មេងហ្នឹងអញ្ចឹងណាគាត់ស្រាប់តែមានភ្លើងម៉ូតូមួយគេបើកមកពីឆ្ងាយក្មេងពីរនាក់ហ្នឹងទាំងអស់គ្នាវាដើរយឺតសំដៅទៅតាមផ្លូវហ្នឹងម៉ូតូបើកមកលឿនខ្លាំងមែនទែនក្មេងពីរហ្នឹងរត់ចូលម៉ូតូគាត់ស្រែកទៅទាំងគ្នាគាត់ស្រែកដល់ផ្លាត់សម្លេងដោយសារតែគាត់ដឹងថាក្មេងពីរហ្នឹងត្រូវម៉ូតូបុកប៉ុន្តែនៅពេលដែលក្មេងពីរហ្នឹងរត់កាត់ម៉ូតូទៅបាត់ក្មេងពីរនាក់នឹងឆឹងហើយម៉ូតូគឺបើកទៅធម្មតានឹងឯងហើយពេលគាត់ប្រចាំ flash ទូរស័ព្ទទៅកន្លែងទ្វារផ្ទះហ្នឹងគឺឃើញថាទ្វារខាងមុខគឺគេបានចាក់សោបាត់ហើយចាក់សោទាំងលើទាំងក្រោមចាក់សោហ្មងអត់មានមនុស្សនៅទេហើយពេលដែលមើលឲ្យច្បាស់ទៅទាំងអស់គ្នានៅខាងក្នុងសិតតែសម្រាមសិតតែគឺថាពីងពីងសត្វអីសត្វដីនៅក្នុងនឹងចឹងទៅបញ្ជាក់ថាក្នុងនោះមានមនុស្សនៅទេអញ្ចឹងពេលហ្នឹងគាត់អត់គិតគូរច្រើនទេគាត់រត់សំដៅទៅបន្ទប់ជួលរត់ទៅដល់បន្ទប់ជួលព្រាបទាំងអស់គ្នាគាត់ញ័រដៃជាន់ជួលឡើងតែតាត់ហ្មងខ្លាចខ្លាំងមែនតើខ្លាចអញ្ចឹងគាត់ប្រាប់ពួកម៉ាក់គាត់ពីអីដែលគាត់បានជួបពីប្រយុទ្ធហ្នឹងហើយពួកម៉ាក់របស់គាត់សើចទាំងអស់គ្នាដោយសារពួកម៉ាក់របស់គាត់នឹងបានជួបដែរពួកម៉ាក់របស់គាត់ដែលបាត់ការយប់ទី2ទាំងអស់គ្នាគឺគាត់មកវិញហ្នឹងគឺគាត់ដើរកាត់តាមកន្លែងហ្នឹងប៉ុន្តែក្មេងពីហ្នឹងមិនមែនឲ្យគាត់ឃើញដូចគាត់ធម្មតាអញ្ចឹងណាគាត់ឃើញក្មេងពីហ្នឹងទាំងអស់គ្នាវាតោងនៅលើអញ្ចាំងអូនិយាយហ្នឹងព្រឺស្បកថាវាថោងនៅលើជាងនេះនៅលើចាំងមុខផ្ទះហ្នឹងហើយវាចុះមកហើយក្មេងពីរនាក់ទាំងអស់គ្នាពេលដែលវាឲ្យគេឃើញហ្នឹងគូខ្លួនវាខ្មៅភ្នែកវាឡើងក្រហមឆេះហ្មងស្រឡឹងមើលមកគេអញ្ចឹងទៅអញ្ចឹងពួកម៉ាក់គាត់ម្នាក់ហ្នឹងសំណាងដែរដែលគាត់ជាមនុស្សដែលមិនសូវខ្លាចខ្មៅអញ្ចឹងណាគាត់ឃើញអញ្ចឹងហើយគាត់ថាឯងកុំខំពេកឯងនិយាយទៅប៉ុណ្ណឹងគាត់ដាក់ហួសទៅបាត់អញ្ចឹងទៅហើយក្មេងពីរនាក់ហ្នឹងក៏បានលងប្រឡាក់អីដែរតាមពិតទៅអាតាមផ្លូវមួយហ្នឹង
តាមមិនតែគាត់ដឹងមកគឺគេនិយាយរហូតទេថាមានខ្មោចកូនក្មេង2នាក់ប៉ុន្តែបើសិនជាសួរថាគាត់ដឹងប្រវត្តិក្មេងខ្មោច2នាក់នឹងអត់គាត់ដឹងទេគាត់ដឹងត្រឹមតែម្នាក់គឺវាឡងនឹងឯងអញ្ចឹងគាត់មួយពួកម៉ាក់របស់គាត់ក្រោយមកទៀតក៏ដូរបន្ទប់ជួលពីកន្លែងហ្នឹងទៅកន្លែងផ្សេងអញ្ចឹងទៅគាត់ថាគាត់ហ៊ាននៅទេគាត់ខ្លាចថ្ងៃណាមួយដើរកាត់ដៃទៅត្រូវជួបទៀតអីអញ្ចឹងណាដល់តែអ្នកគ្នាអានេះគឺជារឿងរ៉ាវដែលគាត់បានចែករំលែកមកខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនតែអ្នកគ្នាមានរឿងចែករំលែកមកកុំភ្លេចឆាតមកក្នុង account IG របស់ខ្ញុំផង